ចេះហៅសួស្តីដល់គ្នាឥឡូវនេះយើងមករៀនតទៅជាមួយនឹងស្រៈជាមួយនឹងអ្នកគ្រូទាំងអស់គ្នាអញ្ចឹងដំបូងគឺយើងមកសិក្សាអំពីស្រៈឯកវចនៈអញ្ចឹងស្រៈឯកវចនៈគឺមានចំនួន6តួដែលយើងអានជាភាសាចិនគឺតានអ៊ុនម៉ូយោលីអូកើតោះអញ្ចឹងស្រៈទី1គឺយើងអានថាស្រៈអាស្រៈអស្រៈអឺស្រៈអ៊ីស្រៈអ៊ូស្រៈចុងក្រោយគឺស្រៈអ៊ឺចាអញ្ចឹងអ៊ឺគឺមាត់មូលហើយវាមានចុច2ខាងលើចាសូមអានម្ដងទៀតណាអាអអឺអ៊ីអ៊ូអ៊ឺចាចឹងនេះគឺជាស្រៈឯកវចនៈគឺវាមានតែមួយតួទេឥឡូវនេះយើងចូលទៅដល់ស្រៈពហុវចនៈដែលមានចំនួន15តួហ្វូអ៊ីនមូយោសឺអ៊ូកើទី1គឺស្រៈអាយអីវៃអោអូវយោយេយេអអានអិនអ៊ីនអ៊ឿនវិនចាអញ្ចឹងសូមស្ដាប់ម្ដងទៀតអាយអីវៃអោអូវយោយេយេអអានអិនអ៊ីនអ៊ឿនវិនចឹងសូមបញ្ជាក់តិចណាតកតងជាមួយនឹងស្រៈដែលមានចុច2ខាងលើគឺយើងត្រូវបញ្ចេញសំឡេងមាត់មូលចាទី3ស្រៈសំឡេងគល់ច្រមុះចាអញ្ចឹងហូពីអ៊ុនម៉ូយោសឺកើអញ្ចឹងស្រៈសំឡេងគល់ច្រមុះគឺមានចំនួន4ទី1គឺស្រៈអាំងអឹងអ៊ីងអ៊ុងអាំងអឹងអ៊ីងអ៊ុងចាអញ្ចឹងស្រៈសំឡេងគល់ច្រមុះគឺពេលដែលយើងអានទៅគឺសំឡេងវាខ្ទរនៅចុងច្រមុះណាចាអញ្ចឹងស្រៈនេះគឺមានចំនួនតែ4ទេអញ្ចឹងសរុបជារួមថ្ងៃនេះគឺយើងបានរៀនតទៅមួយស្រៈគឺមាន3ប្រភេទចាគឺមានស្រៈឯកវចនៈស្រៈបហុវចនៈនិងស្រៈសំឡេងគល់ច្រមុះចាអញ្ចឹងមេរៀនរបស់យើងថ្ងៃនេះដែលតទៅមួយស្រៈគឺមានប៉ុណ្ណឹងណាអរគុណច្រើនចាជៀន